ពលិះក្នុងការជួយកុមារដែលគាត់តោងស្អិតទៅនឹងពុកម្ដាយនៅពេលដែលពុកម្ដាយហ្នឹងគឺគាត់ចាក់ចេញទៅពីផ្ទះឬក៏ពេលដែលនាំគាត់ទៅសាលារៀនហើយគាត់អត់ព្រមចូលសាលារៀនក្នុងនាមជាឪពុកម្ដាយពិតជាពិបាកចិត្តហើយក៏អត់សុវត្ថិចិត្តដែរនៅពេលដែលឃើញកូនគាត់បញ្ចេញនៅអាកប្បកិរិយាធុញថប់ខ្លាំងយំតោងស្អិតមិនលែងហើយគាត់មិនតាមអ្នកណាទាំងអស់ក្រៅពីឪពុកម្ដាយរបស់គាត់ហើយគាត់ឧស្សាហ៍ភ្ញាក់នៅពេលយប់ញឹកញាប់ដែលជាសញ្ញាដែលគេហៅថា separation anxiety ជាធម្មតាស្ទើរតែគ្រប់ក្មេងទាំងអស់យំតោងពុកម្ដាយស្អិតដែលគេហៅថា clingy ហើយជាទូទៅគេតែងតែឃើញអាកប្បកិរិយារបស់កុមារបែបនេះកើតចំពោះកុមារចាប់ពីអាយុ6ខែទៅរហូតដល់3ឆ្នាំឬក៏អាចលើស3ឆ្នាំមុននឹងឈានចូលទៅដល់កន្លឹះក្នុងការជួយកុមារគឺត្រូវតែស្វែងយល់អំពីមូលហេតុជាមុនសិនហើយមុននឹងចូលទៅដល់មូលហេតុគឺនាងខ្ញុំសូមណែនាំនៅវីតាមីនសម្រាប់ជំនួយទៅដល់ខួរក្បាលរបស់កុមារឲ្យរឹងមាំហើយនឹងជួយឲ្យប្រព័ន្ធប្រសាទរបស់កុមារនឹងរឹងមាំផងដែរទីមួយគឺវីតាមីនអូមេហ្គា3ជួយទៅដល់ការវិវត្តខួរក្បាលរបស់កុមារហើយវាជាប្រភេទទឹកងាយស្រួលញ៉ាំចំណែកវីតាមីន2នេះដែរគឺជួយទៅដល់ប្រព័ន្ធប្រសាទកុមារឲ្យរឹងមាំមូលហេតុដែលបង្កឲ្យកុមារមានអាកប្បកិរិយា clingy ដែលជាសញ្ញារបស់ separation anxiety មូលហេតុដែលបង្កឲ្យកុមារមានអាកប្បកិរិយាគេថា clingy ទី1គេថា biological factor នៅក្នុងខួរក្បាលគឺមានអរម៉ូន2សំខាន់គឺសម្រាប់ជួយគ្រប់គ្រងអារម្មណ៍ឲ្យអារម្មណ៍នឹងរីករាយគឺទី1គេហៅថា serotonin គេហៅឈ្មោះម្យ៉ាងទៀតគេថា feel good hormone វាជាអរម៉ូនធ្វើឲ្យយើងមានអារម្មណ៍ល្អហើយនឹងអរម៉ូនមួយទៀតគេហៅថា dopamine ដែលគេហៅម្យ៉ាងទៀតគេហៅថា happy hormone គឺជាអរម៉ូនដែលធ្វើឲ្យយើងសប្បាយរីករាយដូច្នេះនៅពេលដែលអរម៉ូនទាំងពីរគឺវាអត់មាន balance បានថាវាអត់មានកម្រិតស្មើគ្នានឹងធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍របស់កុមារអាចធ្វើឲ្យកុមារនឹងអញាំញញើធុញថប់ហើយនឹងបាត់ការផ្ចង់អារម្មណ៍ដូច្នេះត្រូវតែមានអរម៉ូនទាំងពីរនេះធ្វើការជាមួយគ្នានៅពេលដែលមាន serotonin គឺជាអរម៉ូនដែលធ្វើឲ្យយើងមានអារម្មណ៍ល្អគឺត្រូវតែមានអរម៉ូន dopamine ជាអ្នកអមជាមួយគឺ dopamine វាជាអរម៉ូនដែលជំរុញធ្វើឲ្យកុមារនឹងសប្បាយរីករាយទី2គេថា family factor ដូច្នេះបើសិនបើនៅក្នុងក្រុមគ្រួសារណាដែលមានបញ្ហាតាក់ទងជាមួយនឹងធុញថប់អារម្មណ៍អញ្ចឹងគឺអាចចម្លងទៅដល់កូនចំនួនក្រោយៗចំណុចទី3គេហៅថា environmental factor គឺជាកត្តាដែលនៅជុំវិញខ្លួនបង្កឲ្យកុមារមានគេថា clingy គឺជាសញ្ញាដែលមាន separation anxiety កុមារដែលរស់នៅក្នុងក្រុមគ្រួសារដែលមានអំពើហិង្សាឬក៏ឪពុកម្ដាយដែលគាត់ឧស្សាហ៍ឆ្លោះគ្នាក៏ធ្វើឲ្យប៉ះពាល់ទៅលើកុមារដែរធ្វើឲ្យកុមារងាយរងនៅបញ្ហាធុញថប់នេះកើតឡើងហើយនឹងធ្វើឲ្យកុមារនឹងមានបញ្ហាភ័យខ្លាចផងដែរទី4គេថា emotional development stage គឺជាកត្តាដែលកុមារស្ថិតនៅក្នុងកំពង់វ័យដែលលូតលាស់ផ្នែកអារម្មណ៍ដូច្នេះហើយនៅពេលដែលកុមារស្ថិតនៅក្នុងវ័យ emotional developmental stage គឺធ្វើឲ្យប្រព័ន្ធប្រសាទរបស់កុមារអត់ទាន់រឹងមាំបានល្អទេនៅពេលដែលកុមារស្ថិតនៅក្នុងស្ថានភាពបែបនេះគឺផ្លូវចិត្តរបស់កុមារអត់ទាន់រឹងមាំទេនៅពេលដែលគាត់បាត់បង់នៅមនុស្សដែលគាត់ស្រឡាញ់បានន័យថាអត់ឃើញម្ដាយឬឪពុកដែលគាត់ស្រឡាញ់ដែលគាត់ជឿទុកចិត្តដែលថាជាកន្លែងដែលផ្ដល់ភាពកក់ក្ដៅឲ្យគាត់មិននៅជាមួយគាត់គឺបង្កឲ្យគាត់មានគេថាបញ្ហាធុញថប់នេះឡើងដោយសារតែប្រព័ន្ធប្រសាទរបស់គាត់ហ្នឹងគឺអត់ទាន់ចាស់ទុំអញ្ចឹងនៅពេលដែលប្រព័ន្ធប្រសាទអត់ទាន់ចាស់ទុំនៅពេលដែលមានរឿងអីកើតឡើងគឺអត់ទាន់ចេះសម្រួលអារម្មណ៍នៅខ្លួនឯងបានទេគន្លឹះក្នុងការជួយកុមារ clingy គឺ clingy ហ្នឹងបានន័យថាកុមារដែលតោងទាមស្អិតយំមិនលែងហើយគាត់មិនតាមអ្នកណាទាំងអស់គាត់ឧស្សាហ៍ភ្ញាក់យប់ញឹកទី1ឪពុកម្ដាយប្រសិនបើមានបន្ទប់ដែលទំនេរប្រសិនជាអាចធ្វើបានណាគឺត្រូវចេះរៀបចំដែលហៅថា calmly living room បានន័យថាយើងត្រូវតែចេះរៀបចំបន្ទប់មួយឲ្យមានរបៀបរៀបរយដែលជាបន្ទប់សម្រាប់ឲ្យកុមារនឹងសម្រួលអារម្មណ៍នៅពេលដែលយើងមុននឹងចាក់ចេញឃ្លាតឆ្ងាយពីកូនហើយនៅក្នុងបន្ទប់នោះគឺយើងត្រូវតែមានដាក់របស់មួយចំនួនសម្រាប់ឲ្យគាត់លេងជាមួយងាយស្រួលក្នុងការរំសាយអារម្មណ៍របស់គាត់ទី1គឺយើងអាចដាក់ជាសត្វខ្លាឃ្មុំឬក៏រោគកតុកតាអីណាមួយក៏ដោយឲ្យតែគាត់ចូលចិត្តទុនសម្រាប់ស្រួលគាត់អោបឬក៏ជាប្រភេទខ្នើយទុនជាភួយទុនសម្រាប់ឲ្យងាយស្រួលគាត់អោបប៉ះទៅធ្វើឲ្យអារម្មណ៍របស់គាត់ហ្នឹងគឺឆាប់រំសាយទៅវិញឬក៏អាចយើងដាក់ជាប្រភេទបាល់ក៏បានដែរដើម្បីគាត់លេងយើងអាចដាក់សម្ភារៈសម្រាប់ឲ្យគាត់គូសរូបលេងបើសិនបើគាត់
ជាវ័យមួយដែលចេះប្រើប្រាស់នៅចលនាម្រាមដៃហើយនឹងយើងអាចដាក់នៅក្លិនក្រអូបស្រាលប្រសិនបើគាត់អត់មានប្រតិកម្មជាមួយទៅនឹងក្លិននោះទេហើយបន្ទាប់វិញគឺយើងត្រូវរៀបចំដាក់ភ្លើងឲ្យមានពន្លឺគេហៅថាសឹមទៅហើយអាចដាក់ជាសៀវភៅឬក៏ជារូបភាពណាដែលមានពណ៌ចម្រុះទី2ត្រូវបង្កើតប្រពៃណីឬក៏ទំនៀមទម្លាប់លាគាត់មុននឹងចេញឆ្ងាយពីគាត់គឺឪពុកម្ដាយមុននឹងចាក់ចេញត្រូវតែទៅនិយាយជាមួយកូនសិនថាប៉ាម៉ាក់នឹងមានបំណងទៅនេះទៅនោះហើយយើងនឹងទុកគាត់នៅជាមួយទៅនឹងអ្នកមើលថែដែលគាត់មានឈ្មោះ ABC ចឹងទៅហើយនឹងទុកនៅជាមួយនឹងលោកតាលោកយាយយើងត្រូវតែប្រាប់គាត់ឲ្យដឹងមុនដើម្បីឲ្យគាត់នឹងត្រៀមចិត្តឬក៏បើសិនជាយើងយកគាត់ទៅដាក់សាលាហើយគាត់ចង់ចូលសាលាគាត់តោងស្អិតយើងចង់មកផ្ទះវិញយើងត្រូវប្រាប់គាត់ថាយើងយកគាត់មកដាក់សាលាហើយយើងនឹងត្រឡប់ទៅវិញហើយនៅសាលាគឺបើសិនបើគាត់ត្រូវការចង់បានអីគឺត្រូវប្រាប់គ្រូគឺអាចជួយគាត់បានហើយនៅចាំលេងជាមួយកូនរហូតដល់ម៉ាក់និងប៉ាត្រឡប់មកវិញទៅពេលដែលបងប្អូនពន្យល់រៀបរាប់ប្រាប់គាត់ចប់ហើយត្រូវតែចាក់ចេញពីកន្លែងហ្នឹងឲ្យបានលឿនបើសិនជាយកគាត់ទៅសាលានៅពេលដែលយើងប្រាប់ហើយគឺយើងត្រូវតែត្រឡប់មកវិញលឿនអត់អាយអងនៅចាំអើតមើលចាំនៅលបងអីទៀតទេហើយបើសិនបើយើងរៀបចំទៅណាចេញពីផ្ទះហើយយើងទុកគាត់នៅជាមួយលោកតាលោកយាយឬក៏នៅជាមួយអ្នកមើលថែហ្នឹងយើងរៀបរាប់ប្រាប់គាត់ហើយបន្ទាប់មកគឺយើងត្រូវតែចាក់ចេញឲ្យបានលឿនទោះបីគាត់យំខ្លាំងក៏ដោយទី3គឺយើងអាចទុករបស់ជាតំណាងរបស់យើងសម្រាប់ឲ្យគាត់រំលឹកថាយើងគឺនៅក្បែរគាត់ជានិច្ចដូចជាមានអាវរបស់យើងឬក៏ជារបស់អីផ្សេងដើម្បីជាតំណាងរបស់យើងអញ្ចឹងនៅពេលដែលគាត់ឃើញរបស់ដែលជាតំណាងឬក៏ជារបស់ក្លិនដែលយើងនៅជាមួយគាត់ហ្នឹងគឺគាត់អាចនឹងរំសាយអារម្មណ៍ហើយគាត់អត់សូវព្រួយបារម្ភខ្លាំងថាយើងនឹងចាក់ចេញឆ្ងាយពីគាត់ទេចំណុចទី4គឺត្រូវប្រើ supplement បានន័យថាត្រូវប្រើវីតាមីនជំនួយដល់ខួរក្បាលហើយនឹងជំនួយដល់ប្រព័ន្ធប្រសាទរបស់កុមាររឹងមាំនៅពេលដែលប្រព័ន្ធប្រសាទរបស់កុមាររឹងមាំទោះបីស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយក៏កុមារគាត់មិនមានបញ្ហានោះដែរចំណុចដែលត្រូវចងចាំនៅពេលដែលកុមារមានអាកប្បកិរិយាយំតោងស្អិតមិនលែងហើយមិនតាមអ្នកណាទាំងអស់ហើយគាត់ឧស្សាហ៍ភ្ញាក់យប់ញឹកញាប់គឺគេហៅថា clinic ជាសញ្ញា separation anxiety ហ្នឹងវាអាចនឹងបាត់ទៅវិញចំពោះកុមារមួយចំនួនហើយបើសិនបើករណីធ្ងន់ធ្ងរអាចនឹងអត់បាត់ទៅវិញទេត្រូវការថ្នាំជំនួយសរុបសេចក្តីមកវិញនៅពេលដែលកុមារមានអាកប្បកិរិយាយំតោងជើងស្អិតមិនលែងនៅពេលឪពុកម្ដាយហ្នឹងចាក់ចេញពីផ្ទះឬក៏នៅពេលដែលយើងយកគាត់ទៅដាក់សាលាហើយគាត់ឧស្សាហ៍ភ្ញាក់ញឹកញាប់គឺគេហៅថា clinic ដែលជាសញ្ញា separation anxiety ភាគច្រើនកើតនៅលើកុមារអាយុចាប់ពី6ខែរហូតដល់3ឆ្នាំឬក៏អាចលើសពី3ឆ្នាំមូលហេតុដែលបង្កឲ្យមាន clinic ជាសញ្ញា separation anxiety នេះកើតឡើងទី1គេថា biological factor គឺតកតងជាមួយនឹងកត្តាហូម៉ូន2សំខាន់នៅក្នុងខួរក្បាលទី2គឺគេថា family factor គឺតកតងជាមួយនឹងប្រវត្តិគ្រួសារដែលមានបញ្ហាថប់បារម្ភកើតឡើងទី3 environmental factor គឺតកតងជាមួយនឹងបរិយាកាសជុំវិញខ្លួនរបស់កុមារទី4គេហៅថា emotional developmental stages គឺជាដំណាក់កាលដែលកុមារកំពុងតែអភិវឌ្ឍផ្នែកអារម្មណ៍ដែលធ្វើឲ្យប្រព័ន្ធប្រសាទរបស់គាត់មិនទាន់រឹងមាំបានល្អជាចុងក្រោយនេះខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនដែលតែងតែគាំទ្រវីដេអូរបស់នាងខ្ញុំ